Manchester ដូចជានៅក្នុង Boston ហាងកៅនៅមកកៅពីអ្នកបងប្អូនព្រោះកន្លែងគេប្រពៃពិធីបុណ្យទូកជារៀងរាល់ទាំងអស់គ្នាឥឡូវនេះ the whole family is on the way to somewhere over the rainbow ចាំតាមមើលមកថា somewhere over the rainbow ហ្នឹងនៅណាអូខេហ្នឹងហើយអ្នកទាំងអស់គ្នានេះពួកខ្ញុំនៅតាមផ្លូវចេញពីផ្ទះទៅSea Airport នៅ Seattle ហ្នឹងបានបងថ្លៃគាត់ជូនទៅតម្លាក់ហើយនេះកំពុងតែដូចថាយើងមានកូនតូចអញ្ចឹងគេមាន family line ដើម្បីតម្រង់ជួយ check in ណា Finally you see airplane up close ជាយន្តហោះលើកនេះគឺតម្រូវឲ្យចុះទៅក្រោមដើម្បីជិះឡាន bus ហើយបានគេយកទៅដាក់នៅក្នុងយន្តហោះយើង Airport គេនេះធំគួរសមដែរពេលខ្លះត្រូវជិះអតែភ្លើងពេលខ្លះត្រូវជាឡានក្រុងអានេះលើកទី1 fly ជាមួយ Roy អញ្ចឹងទៅពេលទៅនឹងក៏អត់គេងទេអញ្ចឹងវារៀងមានអារម្មណ៍ថារៀងយូរមែនតើ fly 6ម៉ោងហ្នឹងប៉ុន្តែមានអាខ្នើយដាក់នៅក្រោមជើងមកញ៉ោះអាចជួយទប់ជើងអីខ្លះដែរហើយនេះអ្នកទាំងអស់គ្នាមើលទៅវីដេអូខ្លីនេះទៅបានន័យថាលពឹសប៉ុណ្ណាគឺអញ្ចឹងរហូតក្នុងរយៈពេលថា5ម៉ោងចុះព្រោះថាគាត់បានគេង1ម៉ោងចុងក្រោយដែលចិត្តទៅដល់ Boston ហើយហ្នឹងlogo ហើយនេះអ្នកទាំងអស់គ្នាអាហ្នឹងឯងអា1ម៉ោងចុងក្រោយដែលខ្ញុំថាហ្នឹងជាកបហោះពីថ្ងៃត្រង់រហូតដល់យប់អញ្ចឹងទៅនេះដល់ Boston ហើយមកដល់ចុះនៅពលានគេហ្នឹងប្រើបន្ទប់ទឹកមួយកុំឲ្យខាតហើយដោយសារតែ car seat គឺយើង check in បានដោយ free អញ្ចឹងពួកខ្ញុំក៏ដាក់ check car seat ហើយក៏ចាំយក car seat ហ្នឹងមកបន្ទាប់មកក៏ឡើងឡានក្រុងទាំងអស់គ្នាដើម្បីទៅយកឡានជួលពួកយើងជួលផ្ទះមួយនៅ Manchester នៅក្នុង New Hampshire អាហ្នឹងប៉ុន្តែនេះព្រឹកឡើងនៅដូចជា Mall of New Hampshire រៀងស្ងាត់ដែរបង្ហាញមកនៅអានេះ Manchester ដូចជានៅក្នុង Boston នៅឡើយប៉ុន្តែតិចទៀតយើងនឹងទៅលេងម្ដងខាង Lowell ទៅញ៉ាំ restaurant ហើយចាស់គាត់បងចង់ទៅមើលដងស្ទឹង Lowell ហើយនឹងហាងបងខាត់សេវងចាំមើលថាបានទៅអត់ខាងខ្មែរមានវៀតណាមនៅជាប់នឹងខាង Welcome in អូទៅចេញខាងចុចនោះទៅមកហាងនេះហាងកៅនៅ Lowell គាត់មានស្អីអសរខ្មែរគ្រប់គ្រងយើងមិនខ្លាំងមែនតើ address ហើយនឹង address ណាគេមកម្ដុំ Lowell កុំភ្លេចមកគ្រប់គ្រងហាងគាត់ថារូបនេះបើសិនជាយើងផ្សេងកម្ពុជាមួយតែជាគេស្គាល់ទៅណាបើជាយើងអត់ដាក់ដឹងទៅថាដោយសារតែឯងនៅខាងនៅភូមិនេះភូមិខ្មែរយើងចុះនេះភូមិខ្មែរនៅ Lowell ទៅមើលសាច់គោងៀតគាត់ក៏ចូលទៅហេដើរមកមើលហាងបងខាត់សៃវងតិចណាញ៉ាំបានអាហ្នឹងមិនបបាល់ទេនឹងវាចេះគេញ៉ាំបងណាខ្ញុំចាប់មកថ្ងៃណាមកស៊ុំមកtôi13ហ្នឹងឈិបបានស្រួយយ៉ាអូនេះអូសាក់ដាក់លើទៅហូមតែហ្នឹងសាច់ក្រកនោះដូចសាច់ក្រកខ្មែរហ៎តូច13ណាតូចណាក្នុងគេនេះតូចទេចាតូច13អានេះ25ចាយកអូនទៅគេនេះមកសាកកាហ្វេដូរមកកៅពីអ្នកបងប្អូនព្រោះសិតអ្នកបកកាយកាហ្វេធំកាហ្វេធំដងឆ្ងាញ់គេហៅកាហ្វេដូរអូទងជាតិខ្មៅទងជាតិរបស់Boston អានេះស្អី Low this Lowell but Massachusetts ទងជាតិខ្មៅណា Massachusetts មែនដឹងណាឲ្យរត់ Massachusetts ណាម៉ាក់
mấy ban trong mà mơ tăng lô vậy vậy màu ở trong nó lại style thôi thang này hiện trăng của lưới bên tay khơi chọc spirit các thiệp mình sơ chưa tới trẻ ấy nè ngó cái này bên tay ngày hay cho mau quay chờ 300 con này xa này hier tập này nè scat mà lên ở trong khơi tăng lầu vào là từ sập mà nè môi mơ Facebook tầng khmai tầng bò tê cái mà hạt pran này nhỉ tầng ní tầng lại cái parop ពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំនៅទីក្រុង Lowell នៅ Massachusetts ហើយគេមានឆាកតន្ត្រីត្រឹមត្រូវរបស់គេសូមថតកាត់ឲ្យអ្នកទាំងអស់គ្នានេះព្រឹកថ្ងៃបន្ទាប់ហើយកន្លែងផ្ទះយើងជួលនៅហ្នឹងពេលហើយព្រឹកឡើងញ៉ាំបបរញ៉ាំអីទៅមានត្រីងៀតមកដាក់មកនៅសល់នឹងចែកគ្នាញ៉ាំមកផ្ទះហ្នឹងឯងហើយដោយសារយើងជួលផ្ទះគេតែ3យប់ 4 ថ្ងៃទេអញ្ចឹងទៅអត់ទិញមកហូបទិញអីច្រើនទេក៏ទិញតែមកកូនថង5ផៅហ្នឹងញ៉ាំគ្នា10នាក់ជាងទឹកសម្រាប់ធ្វើអីគេដែរនេះទៅអត់ស្គាល់ហើយចាក់នេះស្អីអាហ្នឹងតំកិនដីសាក់បងកូនស្រាប់កូនមានតែយើងញ៉ាំបានឈើតែមិនតំកិនហើយនេះដល់រសៀលចាប់ដើមមួយទឹកហើយផាត់មុខអីចឹងទៅហើយអ្នកទាំងអស់គ្នាបើចាប់អារម្មណ៍សក់ខ្ញុំណាខ្ញុំអត់ដាក់ម៉ាស៊ីនមូសក់ទៅទេខ្ញុំពេលយប់ឡើងក៏សក់ហើយនៅរៀង30តិចហ្នឹងយើងដាក់ smooth ស្រោមជើងបើសិនអ្នកទាំងអស់គ្នាធ្លាប់មើល TikTok ឬមួយក៏ Facebook Reel ធ្លាប់ឃើញគេដាក់អញ្ចឹងគឺខ្ញុំសាក់ធ្វើនៅតាមផ្លូវទៅការចដោមួយតិចចាំទៅដល់ចាំបង្ហាញហើយកន្លែងហ្នឹងកន្លែងលេងស្គីរបស់គេហើយជាស្អាតតែបកាបែបអាកាំងហ្នឹងណាលើស្របគ្នាឥឡូវនេះគេដើរទៅកន្លែងបារគេមានអាហារសម្រន់ហើយនឹងអាចដូរយកស្រាអីបានមានថតអីមើល Action Action នោះដែលឆ្លងរបស់ខ្ញុំបង ដោយសារតែខ្ញុំបានផុសវីដេអូការហ្នឹងមុនគេរួចមកហើយអញ្ចឹងទៅខ្ញុំក៏បានកាត់មកដល់វគ្គនេះព្រឹកឡើងយើង check out ពីផ្ទះជួលហ្នឹងហើយមកឡានខាងជីដូនមួយហើយខាងអ៊ីហ្នឹងគាត់បែកគេទៅ all the way to New York ប៉ុន្តែពួកខ្ញុំសូមត្រឡប់បកក្រោយមកខាង Boston Lowell នេះវិញអញ្ចឹងទៅយើងចេញមកតាមផ្លូវចូល Targeting ស្បែកជើងថ្មីមួយព្រោះស្បែកជើងពាក់មកអាកែងសម្រាប់ការអីហ្នឹងមួយdirect ពេកទៅចឹងទៅវាឈឺជើងហើយបើជើងហ្នឹងបោះចោលហើយព្រោះអត់មានកន្លែងយកមកវិញហើយនេះយើងបកត្រឡប់មកចូល Boston ហើយគោលដៅយើងថ្ងៃនេះគឺទៅ Boston Common អាហ្នឹងដូចជា park ដ៏ល្បីមួយចឹងណាហើយស្អីដែលខ្ញុំធ្លាប់ឃើញនៅក្នុង park ហ្នឹងគឺរូបសំណាកមនុស្សប្រុសជិះសេះហើយនឹងមួយទៀតគឺកន្លែងដែលគេទៅមាត់ទឹកហើយមើលទៅឃើញទីក្រុងដ៏ស្អាតចឹងណាចឹងអ្នកទាំងអស់គ្នាតាមដានជាមួយខ្ញុំទៀតអូខេហើយនៅនេះ downtown Boston គេហានេះដែលខ្ញុំបង្ហាញនេះដូចជា University of Boston ធំរបស់គេតា We're going to the park, right? Down here, right? Arrived.
Boston Common Let's go that one. We'll go to the one on there. Pretty Come on, video. Oh, party. Party. Continue on to Boston Public Gardens footbridge. George Washington គេដាក់ឈ្មោះនៅខាងមុខ I think ពួកនេះ Okay. All right. Haiឥឡូវនេះពួកយើងបានមកដល់អូតែលហើយអូតែនេះគឺនៅ Medford 10នាទីបើកពី airport អញ្ចឹងហើយបាទខ្ញុំជួលអូតែនឹងប៉ុន្តែបើសួរថាខ្ញុំ recommend អត់ដូចជាអត់សមនឹងតម្លៃដូចចូលទៅខាងក្នុងទៅមកទៅនិយាយទៅដូចស្រៀង motel មកចឹងខ្ញុំអត់ដែរនៅ motel ប៉ុន្តែធ្លាប់មើលឃើញតាមវីដេអូអញ្ចឹងមើលទៅខាងក្នុងគេគឺអត់សូវស្អាតទេប៉ុន្តែបាននិយាយពីតម្លៃវិញគឺថាកប់ពពកនិយាយកប់ពពកដើរយើងមកដល់កន្លែងកប់ពពកមែនតែនហើយគឺថាថ្ងៃហ្នឹងនៅ Seattle នេះយើងទៅដល់ Make Seattle ហើយប៉ុន្តែថ្ងៃហ្នឹងគឺថាភ្លៀងចឹងហើយយើងមកពីលើទៅគឺឃើញសិតតែពពកហើយតរំតែឆ្លងផុតពពកហ្នឹងសឹងតែ1នាទីបងប្អូនអើយ